លោកហ៊ុនសែនសរសេរនៅលើទំព័រ Facebook របស់គាត់ថាមានប្រជាជនអ៊ីស្រាអែលនិងរុស្ស៊ីដែលប្រទេសរបស់ខ្លួនកំពុងមានសង្គ្រាមនិងជនជាតិឥណ្ឌូនេស៊ីបានឃើញវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំក្នុងក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះក៏លើកឡើងព្រមគ្នាថាហេតុអ្វីពិភពលោកមិនយកគំរូតាមលោកហ៊ុនសែនដែលជាអ្នកបង្កើតសន្តិភាពនៅកម្ពុជាលោកម៉ែនណាតយល់ឃើញបែបណាចំពោះការលើកឡើងរបស់លោកហ៊ុនសែនដែលនិយាយថាប្រទេសទាំងអស់នោះមិនព្រមយកគំរូតាមគាត់ជាអ្នកបង្កើតសន្តិភាពឲ្យប្រទេសកម្ពុជារហូតមកទល់ពេលនេះដែលមជ្ឈដ្ឋានអន្តរជាតិមើលឃើញហើយប្រទេសកម្ពុជាមកទល់នឹងពេលនេះគឺអត់មានសង្គ្រាមអីកាប់សម្លាប់ដោយរបបវិលពិឃាតអីណានោះទៀតទេបាទលោកយល់ឃើញបែបណាបាទខ្ញុំសួរលោកសាដាហើយនិងបងប្អូនអ្នកស្ដាប់សួរថាកូរ៉េខាងជើងមានសង្គ្រាមហ៎លោកសាដាជួយឆ្លើយមើលកូរ៉េខាងជើងសប្តាហ៍ថ្ងៃមានសង្គ្រាមហ៎អត់មានទេបាទអត់ទេគ្មានទេកូរ៉េខាងជើងដូចកម្ពុជាអញ្ចឹងគឺស្ងប់ស្ងាត់ស្រួលបួលអ្នកណាចង់និយាយស្ដីមិនស្រួលនឹងចាប់ដាក់គុកដូចគ្នាឃើញទេអញ្ចឹងបើលោកហ៊ុនសែនចង់ប្រៀបធៀបថាកម្ពុជាមានសង្គ្រាមគឺអត់សង្គ្រាមមានសន្តិភាពយើងអាចនិយាយថាកម្ពុជាមានសន្តិភាពដូចកូរ៉េខាងជើងបើអត់មានសង្គ្រាមដូចកូរ៉េខាងជើងយើងនិយាយចឹងទៅប្រជាពលរដ្ឋខ្មែរស្ដាប់បានហើយកូរ៉េខាងជើងជាប្រទេសមិនបដោយឲ្យប្រជាជនក្រីក្ររហេមរហាមកូរ៉េខាងជើងហ៊ុំត្រូវបានអន្តរជាតិហ៊ុំព័ទ្ធសេដ្ឋកិច្ចសពថ្ងៃហ្នឹងហើយកម្ពុជាសពថ្ងៃហ្នឹងកំពុងធ្លាក់ចូលដំណើរមួយគឺកម្ពុជាហ៊ុំព័ទ្ធសេដ្ឋកិច្ចខ្លួនឯងហេតុអីបានជាកម្ពុជាហ៊ុំព័ទ្ធសេដ្ឋកិច្ចខ្លួនឯងដោយសារអន្តរជាតិអ្នកទេសចរអន្តរជាតិអ្នករុស្ស៊ីវិនិយោគទុនអន្តរជាតិគេឈប់ហ៊ានមកររុស្ស៊ីស្រុកខ្មែរដោយសារអីប្រព័ន្ធច្បាប់ពុករលួយអសន្តិសុខសង្គមរបបនយោបាយផ្ដាច់ការយងខ្នងដោយកូរ៉េស្រៀងកូរ៉េខាងជើងឃើញទេអញ្ចឹងកម្ពុជាកំពុងតែធ្វើដំណើរអញ្ចឹងហើយដល់ពេលអ្វីដែលស្រៀងគ្នាកម្ពុជាដែលកំពុងស្រៀងកូរ៉េខាងជើងប្រព័ន្ធឆបោកអនឡាញកូរ៉េខាងជើងក៏ល្បីដែរអាហ្នឹងគ្រួសារនិយមដូចគ្នាស្រៀងគ្នាគឺកូរ៉េខាងជើងគ្រួសារនិយមហើយលោកហ៊ុនសែនក៏តែងតាំងកូនចៅជាអ្នកដឹកនាំបន្តវេនអញ្ចឹងទៅអីទៀតការគម្រាមកំហែងឆ្លងដែនគឺតើគម្រាមកំហែងមកខ្មែរនៅគ្រប់ទីគ្រប់កន្លែងលើពិភពលោកគឺហ៊ុនសែនតាមគម្រាមអស់រួមទាំងលោកហេងសទ្ធីតាមចាប់គ្នាមកដល់រុស្ស៊ីហើយតាមចាប់គ្នាត្រឡប់ទៅដាក់គុកស្រុកខ្មែរវិញជាដើមឃើញទេអាហ្នឹងមានលក្ខណៈស្រៀងហើយលោកហ៊ុនសែនទៅអួតថាជាប្រទេសសន្តិភាពឲ្យនរណាគេជឿគាត់ចេះតែអួតប្រទេសផ្ដាស់ទៅហើយគាត់និយាយមិនចេះខ្មាស់គេបាទដូចគេផឹកទឹកត្រឡោកលោកសាដាគិតថាគេនឹងផឹកទឹកត្រឡោកហើយគាត់ផឹកទឹកផ្ទិលខាត់អីចឹងទៅប៉ុន្តែស្ដាប់មើលទៅលោកហ៊ុនសែនកំពុងតែអង្គុយលើចង្អេរលើខ្លួនឯងហើយទាំងកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតហើយបច្ចុប្បន្នហ្នឹងបាទខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែដំឡើងពន្ធគយកម្ពុជាផងហើយកម្ពុជានឹងទទួលរងគ្រោះនៅវិបត្តិច្រើនទៀតបញ្ហាសង្គមអីឆ្កាស់អញ្ចឹងលោកសារាបាទដូច្នេះលោកហ៊ុនសែនឈប់ល្មមឈប់ប្រើពាក្យអស់ហ្នឹងទៅហើយបើគិតថាគាត់អាចភ្ញាក់រលឹកស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញអានេះជាការល្អបាទហើយស្ដារស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងឡើងវិញតាមរយៈការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យនឹងទៅឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ហ្នឹងឲ្យមានសេរីភាពឡើងវិញបើកលំហសេរីភាពនយោបាយឡើងវិញទៅអាហ្នឹងបានអាចកម្ពុជារួចផុតអំពីហានិភ័យច្រើននៅថ្ងៃមុខលោកសារាបាទអរគុណច្រើនលោកម៉ែនណាតដែលបានចំណាយពេលជាមួយនឹងសារព័ត៌មាន The Cambodia Daily នៅក្នុងរាត្រីនេះបាទយើងសង្ឃឹមថាជួបគ្នានៅក្នុងប្រធានបទផ្សេងៗនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទអរគុណច្រើនជម្រាបលា